ទៅការបំបីជាមួយនឹង trend line ហ្នឹងជាធម្មតាបើសិនជា market វាចង់ធ្លាក់ទៀតវាប៉ះជាមួយនឹង trend line ហ្នឹងវា reversal មកក្រោមចេះអីប៉ុន្តែឃើញ market ទេវា break out នេះវាឡើងពីកន្លែងនេះទៅបែកជាមួយនឹង trend line អញ្ចឹង market នឹងអាចយកជាមួយនឹង trend line ក្រោមនេះ reversal ទៅលើចឹងណាអញ្ចឹងយើងចង់ដឹងថា market វាអាចត្រឡប់មកយកអីគេនៅម្ដុំហ្នឹងថានៅម្ដុំហ្នឹងវាមានអីខ្លះសម្រាប់យើងទៅការ entry យើងចូល4ម៉ោងមកអូខេអញ្ចឹងសម្រាប់ការកលេចមើលឃើញរបស់ខ្ញុំនៅ time frame 4ម៉ោងវាបានបន្សល់ជាមួយគេឥឡូវយើងដក trend line ចេញឥឡូវដឹងតែ market កំពុងតែ break out ហើយយើងប្រើ trend line ហើយយើងដកចេញទៅយើងយករូបមន្ត ICT មកប្រើម្ដងអូខេអញ្ចឹងឃើញកន្លែងនេះវាបានបន្សល់ជាមួយនឹងអីគេជាមួយនឹង fair value gap អញ្ចឹង fair value gap បង្កើតឡើងដោយ candle 3ដែល candle ទី1និង candle ទី3តកតងជាមួយនឹង shadow របស់វាគឺវាបិទអត់នេះទេណាបិទអត់ចិត្តទេនៅកន្លែងនេះអូខេចានេះគឺជា order block នេះដាក់ OB មកអូខេអញ្ចឹង market វាបានបង្កើតជាមួយនឹង fair value gap ជាមួយនឹង order block កន្លែងនេះហើយអញ្ចឹងយើងដឹងថា market នឹងបង្កត់ជាយកជាមួយនឹង fair value gap ជាមួយ order block ហើយ reversal ទៅអញ្ចឹងកន្លែងដែលយើង entry គឺយើង entry តំបន់ order block ជាមួយនឹង FVG តែម្ដងអូខេអញ្ចឹងយើងក្រេកមកខាងក្រោមវាបានបន្សល់ជាមួយនឹងអីគេទៀតជាមួយនឹង Torus ហ្នឹងហើយនេះវាបាន switch ជាមួយនឹង Torus ខាងក្រោមនេះហើយយើងដាក់ TM មកវាគឺជា Torus អូខេអញ្ចឹងយើងក្រឡេកមើលទៀតយើងក្រឡេកមើលទៀតតានៅតំបន់ហ្នឹងបានបន្សល់អីគេក៏មាន CRSD ដែរប៉ុន្តែ CRSD ក្នុងការវិភាគមួយហ្នឹងគឺខ្ញុំមិនចាំទេឥឡូវយើងប្របាយទៅមើលទៅលើ market បច្ចុប្បន្ននេះវាបានយកជាមួយ liquidity នេះ liquidity ហើយចឹងវាបានចាក់យកជាមួយ liquidity នឹងហើយបច្ចុប្បន្ន market កំពុងតែ down ចុះ